ពិតជាកត់សរសើរអ្នកបាត់ដំបងយើងខ្លាំងមែនតើល្ងាចមិញគ្រាន់តែដល់ម៉ោងគោរពទង់ជាតិភ្លាមគឺនាំគ្នាស្មឹងស្មាតដើម្បីគោរពទង់ជាតិទាំងអស់គ្នាតែម្ដងហើយបន្ទាប់ពីគោរពទង់ជាតិហើយក៏បានជួបជាមួយនឹង idol G David ដែលគាត់បានមកច្រៀងក្រឡុកអ្នកបាត់ដំបងយើងឲ្យសប្បាយរីករាយខ្លាំងមែនតើសូម្បីតែបងប្រុសឈុនសវណ្ណរាជក៏ទប់ការរាំមិនបានដែរហើយមនុស្សមកច្រើនកុះកខ្លាំងមែនតើសម្រាប់សង្គ្រាមបាត់ដំបងថ្ងៃទី2ដែលត្រូវនៅថ្ងៃទី15អញ្ចឹងនេះគឺជាទស្សនវិជ្ជានៅម្ដុំស្តង់ដែលគេដាក់តាំងនំភ្នែកផ្លែឈើបង្អែមឬក៏ដំណាំកសិផលអីផ្សេងហ្នឹងបងប្អូនដែលគាត់តាំងជាលក្ខណៈតាមស្រុករបស់ពួកគាត់អីចឹងហើយអ្វីដែលសំខាន់គឺនៅតំបន់ត្រជាក់ចិត្តគឺនៅមុខឆាកស្រាបៀរហ្គេងស្បឺតែម្ដងគឺមានមនុស្សមកច្រើនខ្លាំងមែនតើគឺច្រើនជាងថ្ងៃទី1គុណនឹង2គុណនឹង3បងប្អូនទាំងអស់គ្នាគឺណែនតាន់តាប់តែម្ដងនិយាយរួមទៅគឺសប្បាយខ្លាំងណាស់ម្សិលមិញដោយសារតែមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗឬក៏តារា rapper ល្បីៗដែលគាត់មកចូលរួមក្នុងកម្មវិធីសង្ក្រាន្តខេត្តបាត់ដំបងយើងជាច្រើនរូបតែម្ដងហើយឥឡូវនេះគឺដល់ពេលដែលត្រូវគោរពទង់ជាតិឃើញថាបងប្អូនដែលមកចូលរួមក្នុងកម្មវិធីសង្ក្រាន្តទាំងអស់គ្នាហ្នឹងគឺគាត់ចាប់ផ្ដើមស្មឹងស្មាតដើម្បីគោរពទង់ជាតិដោះមុខដោះអីអញ្ចឹងហើយសកម្មភាពមួយនេះគឺពិតជាគួរឲ្យកោតស្ញប់ស្ញែងខ្លាំងមែនទែនទៅដល់បងប្អូនអ្នកខេត្តបាត់ដំបងយើងទាំងអស់គ្នាហើយបន្ទាប់ពីគោរពទង់ជាតិហើយពួកគាត់គឺចាប់ផ្ដើមសប្បាយបន្តទៀតដោយមានការបាញ់ពពុះសាប៊ូផងបាញ់ទឹកផងហើយក៏មានការហូរកញ្ជ្រៀវជាមួយនឹងការប្រគំតន្ត្រីដ៏ធំសម្បើមរបស់ស្រាបៀរហ្គេនស្បឺអញ្ចឹងហើយសម្រាប់បងប្អូនដែលមិនទាន់បានទៅលេងអីហ្នឹងកុំនៅដេកផ្ទះទៀតអាចទៅលេងបានដោយសារតែមនុស្សគឺពិតជាចូលរួមច្រើនខ្លាំងមែនទែនបងប្អូនគ្រាន់តែឃើញរូបនៅក្នុងវីដេអូនេះក៏បងប្អូនដឹងថាមនុស្សច្រើនខ្លាំងប៉ុណ្ណាដែរគឺណែនតាំងពីមុខសាលាខេត្តរហូតមកដល់វិមានឯករាជ្យតែម្ដងអញ្ចឹងហើយភាពសប្បាយរីករាយគឺវាកើតឡើងទៅតាមនឹងដែរហើយនេះគឺជាពេលដែលបង G David ដែលគាត់បានឡើង perform បទថ្មីរបស់គាត់ជាច្រើនបទមែនទែនដើម្បីធ្វើឲ្យ fan អ្នកបាត់ដំបងរបស់គាត់គឺមានភាពសប្បាយរីករាយកាន់តែខ្លាំងឡើងហើយសម្រាប់ខ្ញុំអ្វីដែលធ្វើឲ្យខ្ញុំក្លាយជា fan របស់បង G David ម្នាក់ដែរនោះគឺមិនមែនចម្រៀងទេគឺទៅលើអត្តចរិត friendly របស់គាត់ជាមួយនឹងភាពសាមញ្ញជាមួយនឹង fan នឹងឯងហើយយើងបើសិនជាស្ដាប់ពីការនិយាយទៅគឺមិនមែនជាលក្ខណៈតារាជាមួយនឹង fan ទេគឺជាលក្ខណៈអ្នកស្គាល់គ្នាអ្នករាប់អានអីធម្មតាអញ្ចឹងបើសិនជាគាត់កំពុងតែនិយាយនៅលើឆាកហើយនេះគឺគាត់បានចុះពីលើឆាកមកចាប់ដៃជាមួយនឹង fan តែម្ដងគឺម្នាក់នាំគ្នាស្ទុះចូលស្ទើរតែបាក់ដៃដែលជារនាំងការពារនឹងហើយសម្រាប់ល្ងាចមិញផងដែរគឺពិតជាសោកស្ដាយមែនដែលបាននៅថតនៅពេលដែលបងឈុនសវណ្ណរាជគាត់ឡើង perform ដោយសារតែវារឿងល្ងាចហើយមានធុរៈនៅផ្ទះផងហើយសម្រាប់ថ្ងៃទី16នេះដែលត្រូវជាថ្ងៃបង្ហាញបងប្អូននឹងបានជួបជាមួយនឹងកម្ពុជាតារាចម្រៀងបងស្រីពេជ្រសុភាក៏ដូចជាលោកយឿនសូតអនុសាវរីយ៍ក៏ដូចជានាយជើមហើយនឹងតារា rapper ល្បីៗជាច្រើនទៀតដែលមកពីក្រុម rapper fighter អរគុណជម្រាបលា